ចាវីដេអូថ្ងៃហ្នឹងប្រហែលជាបាន1ភាគឬក៏2ភាគអីទេប៉ុន្តែមុននឹងចូលទៅដល់ការសម្រាយសាច់រឿងអ្នកគ្នាអង្គុយស្ដាប់ admin តិចសិនអ្នកចាប់ទុកថាហ្នឹងគឺជាដំណឹងសម្រាប់ fan Blue Lock អ្នកអាន manga អញ្ចឹងណាបើអ្នកបានអាន manga ទេឆាប់ខាចេញឲ្យលឿនណាកុំឲ្យថា admin spoil គឺថាអា chapter ទី327ហ្នឹង327ត្រូវហើយគឺស្អីគេគឺយើងមានឃើញកីឡាករ Blue Lock ចាស់ៗគឺបាន back មកវិញអញ្ចឹងហើយវាថាអាតាកធាត់ហ្នឹងគឺបានធ្វើស្អីគេកម្មវិធីប្រឡងជំរុះយក3នាក់ដើម្បីយកទៅលេងឲ្យអ៊ុយ20ប្រទេសជប៉ុនហើយយើងបានឃើញមានណាគីគីរ៉ាហើយនឹងកីឡាករថ្មីច្រើនទៀតហើយនឹងកីឡាករចាស់ដែលត្រូវបានអ៊ីកូហ្នឹងជំរុះចាញ់ហ៎គឺមានដូចជាពួកបងប្អូនភ្លោះនោះហើយនឹងម្នាក់ដែលនៅក្នុងក្រុមមួយនីកូតាហ្នឹងវាអត់សំខាន់ទេអីដែលធ្វើឲ្យមានបុកក្តាំធំគឺណាគីហើយនឹងគីរ៉ាគឺបានបែកមកវិញហើយនឹងអាតាកាចាស់ហ្នឹងគឺបានទិញក្បាលកីឡាករតែម្ដងចាទិញក្បាលកីឡាករយកធ្វើកាជះវាតែម្ដងវាថាចុះកងត្រាឲ្យធ្វើការតាមវាអញ្ចឹងវាប្រាប់ឲ្យធ្វើមិនធ្វើតាមវាអញ្ចឹងវាថាយកកីឡាករអស់ហ្នឹងដើម្បីទៅផ្ដួលកីឡាករក្នុង Blue Lock ខ្ញុំអត់ពេញចិត្តគីរ៉ាដែលគីរ៉ាមកវិញភាសាអ៊ីសាគីគឺជាកូនផងខ្ញុំចាហើយនឹងតាហ្នឹងគឺ copy style លាដៃតាមអ៊ីកូជាបាឈីគឺខ្ញុំអត់ពេញចិត្តទេសារអ៊ីកូប្តីខ្ញុំនិយាយលេងណាគ្នាតើឥឡូវយើងចូលទៅកាន់សាច់គ្រឿងយើងហ្មងទៅកុំឲ្យថា admin ហ្នឹងទៅប៉ាច្រើនពេកស្អី admin ហ្នឹងគឺនិយាយឲ្យធូរទេចាប់ទុកថាហ្នឹងគឺជាការផ្ដល់ព័ត៌មានដល់ fan Blue Lock ទៅណាសារអ្នកខ្លះគឺបានដឹងព័ត៌មានហ្នឹងសឹងថាមុន admin ទៀតហ៎ admin ដឹងយូរដែរប៉ុន្តែពេលសម្រាប់រឿងហ្នឹងទំយកមកនិយាយមកទៅដើម្បីឲ្យ admin ហ្នឹងធូរអ្នកគ្នាអើយ admin សុំទោសខ្លាំងមែនតើដល់វីដេអូមុន admin ដាក់ថាស្អីគេភាគ10ដល់ភាគទី12អីហ្នឹងហើយក៏ប៉ុន្តែហ្នឹងគឺមិនមែនភាគទី12ទេគឺភាគទី13ចា admin ច្រឡំអីចាច្រឡំយកភាគទី13យកចំនួនភាគទី12ឥឡូវ admin មកពេញភាគទី12ឲ្យវិញអញ្ចឹងមិនចេះឆ្ងល់ថាបាត់អាកន្លែងជួបបងប្អូនគ្នាហ្នឹងទៅណាបាត់ទៅណាក៏ប៉ុន្តែនៅនេះសោះផ្ដាភាគទី12មកហ្នឹងយើងឃើញជីងសោហ្នឹងគាត់បានបើកទ្វារដើរចូលទៅជួបបងគាត់គាត់ហ្នឹងគិតថាគាត់ហ្នឹងពិតជាចង់ជួបបងគាត់ឡើងមែនតើហើយព្រះអង្គម្ចាស់ទី2ហ្នឹងគាត់និយាយថាជីងសោហ្នឹងគឺនៅបែបហ្នឹងដែរ admin ដឹងថាគាត់និយាយពីអីទេគាត់និយាយពីថាជីងសោហ្នឹងមកឡាតឬក៏គាត់ហ្នឹងអាឡែអាឡាអត់ដឹងជីងសោបាននិយាយថាខានជួបបងគាត់ហ្នឹងយូរហើយគាត់ក៏បានគិតថាគាត់ហ្នឹងស្អប់បងគាត់ខ្លាំងស្អប់បងគាត់ហ្នឹងចូលចិត្តតែស្ដីឲ្យគាត់រហូតប៉ុន្តែឥឡូវហ្នឹងគាត់បានយល់ពីបំណងរបស់បងគាត់ហើយបងថ្លៃរបស់គាត់ហ្នឹងបាននិយាយថាពួកគាត់ហ្នឹងបានឮថាមូហាហ្នឹងឈឺអញ្ចឹងគាត់ពិតជាព្រួយបារម្ភខ្លាំងមែនតើជីងសៅបានគិតថាបងប្រុសរបស់គាត់ហ្នឹងគឺអត់ដែលខ្វាយខ្វល់ពីគាត់អត់ដែលបារម្ភពីគាត់ទេពីមុនមកជីងសៅបានមើលមុខបងគាត់ហើយគាត់គិតថាជីវិតមុនហ្នឹងគាត់គិតថាបងគាត់ហ្នឹងស្អប់គាត់ខ្លាំងប៉ុន្តែរហូតមកដល់គាត់បានកើតជាថ្មីនេះទើបគាត់ដឹងថាបងគាត់ហ្នឹងគឺតែជួយគាត់ពីក្រោយខ្នងនិងតែងតែបារម្ភពីគាត់រហូតបងគាត់ហ្នឹងនៅពេលដែលលេជីងសៅហៅគាត់ថាម្ចាស់បងយ៉ាងខ្ជិលខ្ជួលជាទីបំផុតហ្នឹងត្រូវគាត់ហ្នឹងពិតជាភ្ញាក់ផ្អើលជាខ្លាំងដោយសារជាយូរមកហើយជីងសៅហ្នឹងគឺដែរហៅគាត់ចឹងទេគឺគាត់គិតថាប្រហែលជាមានអីខុសប្លែកមួយលើប្អូនគាត់ហើយប្អូនគាត់ហ្នឹងច្រឡប់កញ្ចប់ទេដល់បងថ្លៃរបស់គាត់ហ្នឹងក៏បាននិយាយទៅកាន់ជីងសៅថាគាត់ហ្នឹងចង់ទៅមើលមូហានសិនតែជីងសៅបាននិយាយថាមូហានហ្នឹងគាត់នៅសម្រាប់ទេអញ្ចឹងចាំគាត់នាំមូហានហ្នឹងមកហ្នឹងក៏បានដែរអាម៉េចទេជីងសៅនេះចង់វាថាប្រពន្ធគេនៅសម្រាប់អត់ឲ្យគេទៅមើលវាថាចង់យកមកវិញអត់យល់ទេអត់មែនអត់យល់ទេហើយបងគាត់ហ្នឹងក៏ថាប្អូនគាត់ហ្នឹងក៏ដែរបារម្ភពីណាគេពីមុនមកទេគាត់ថាប្អូនគាត់ហ្នឹងច្រឡំកញ្ចប់គឺច្រឡំកញ្ចប់ហើយបងរបស់គាត់បាននិយាយថាគាត់ចង់រំខានទេអញ្ចឹងចាំគាត់ទៅជួបដោយផ្ទាល់ក៏បានដែរហើយបងថ្លៃហ្នឹងគាត់បាននិយាយថាត្រូវហើយគាត់ភ្លេចថាវាមិនងាយស្រួលទេសម្រាប់គាត់ក្នុងការមកទីនេះម្ដងអញ្ចឹងពួកគាត់ហ្នឹងគួរតែទៅមើលមូហានដោយផ្ទាល់ហើយជីងសៅនោះគ្នាឡើងភ្ញាក់អីគេទៅមើលដោយផ្ទាល់ជីងសៅហ្នឹងក៏បានគោះទ្វារហើយក៏បាននិយាយថាឲ្យមូហានហ្នឹងមើលថាណាគេហ្នឹងបានមកជួបគាត់មូហានគាត់លឺអញ្ចឹងគាត់ធៀងភ្ញាក់អញ្ចឹងដល់ឃើញហើយគាត់ be like បងថ្លៃមិននិយាយលេងគាត់និយាយថាព្រះអង្គម្ចាស់ទី2បងរបស់ជីងសៅបានសួរទៅកាន់មូហានទាំងបារម្ភថាមិនបានគាត់នឹងឈឺបន្ទាប់ពីរៀបការរួចចឹងហើយសំណួរនោះគឺថាចាក់ចូលជីងសៅក្តាមធំជប់តែម្ដងចាគឺអូខេមូហានបានប្រាប់ទៅកាន់បងគាត់បងថ្លៃគាត់ថាគាត់នឹងគ្រាន់ផ្ដាសាយទួចទេហើយជីងសៅគាត់បាននិយាយថាអាហ្នឹងមកពីគាត់មើលថៃមូហានបានល្អចាំគាត់អ្នកទូខុសត្រូវហើយបងគាត់ក៏គិតថាចាំពេលនៅទៅ2នាក់ចាំគាត់នឹង
បដៅជីងសៅចេញហើយគាត់ក៏បានសួរទៅកាន់ជីងសៅថាតើគាត់នឹងអាចនិយាយមួយជីងសៅនឹងទៅពីរអ្នកបានអត់ហើយជីងសៅគាត់គ្នាលឺចឹងនេះឆ្លើយយល់ព្រមទាំងបាក់ចិត្តណាហើយជីងសៅក៏បាននិយាយតិចតិចទៅកាន់មូហានថាគាត់នឹងដឹងត្រូវមាត់របស់បងគាត់ទៀតហើយគាត់ក៏រៀងភ្ញាក់ដែរនៅពេលដែលបានឃើញមូហានហ្នឹងគាត់សើចឡើងភ្លេងភ្លឺចាយចាំងពេញណាពេញណីគាត់ក៏បានគិតថាមូហានហ្នឹងគាត់ស្អាតនៅពេលដែលគាត់នឹងញឹមហើយបងគាត់បាននិយាយថាឈប់លេងសើចហើយគាត់នឹងក៏បាននិយាយថាគាត់ទៅហើយអានេះគឺជាភាពបន្ថែមសម្រាប់វីដេអូមុនអញ្ចឹងណាសារវីដេអូមុន admin ហ្នឹងគឺបានខ្វះភាគហ្នឹងថា admin ច្រឡំភាគ13ថាភាគទី12ក៏ប៉ុន្តែអានេះគឺភាគទី12ទេហើយadmin ថាភាគទី12នៅវីដេអូមុនហ្នឹងគឺវាគឺជាភាគទី13ដល់ភាគទី14មកយើងឃើញមូហានក៏បានសួរទៅកាន់អ្នកបម្រើរបស់គាត់ថាតើសភៅគាត់អានម្សិលមិញហ្នឹងគឺនៅណាហើយឡានទិញក៏បានប្រាប់ថាគាត់ហ្នឹងបានឲ្យនាងយកទៅទុកក្នុងបន្ទប់ដាក់សភៅហើយមូហានបាននិយាយថាអញ្ចឹងយកអាផ្សេងឲ្យគាត់មកតែជីងសៅគាត់បាននិយាយថាមិនអីទេយើងអាចអានសភៅនេះបានមូហានបានដើរទៅយកសភៅដែលជីងសៅនឹងហត់ឲ្យគាត់តែមកមុខអាប៉ាក់ហ្នឹងក៏អត់ស្រួលទេហើយវាពិតជាអត់ស្រួលដូចអីដែលយើងគិតមែនចាមើលទៅអត់មានចង់និយាយអីច្រើនទេអីមានសម្បើកវងកញ្ចក់បន្តិចគឺថារឿងនេះគឺវាមិនសូវត្រូវធានមួយការសម្រាយរបស់ admin អីចឹងណាអញ្ចឹងចាំ admin រករឿងណាដែលតួថប់និងតួបឋមហ្នឹងគឺកាប់ចាក់ឈូសពុះគ្នាអញ្ចឹងជេរម៉ែគ្នាអញ្ចឹងចាំ admin ព្យាយាមរកមកព្រោះរកមិនបានទេ admin ក៏ដាក់វាផាតួបឋមជេរតួថប់អីធម្មតាចឹងទៅសាររឿងនេះគឺវាមានអារម្មណ៍ថាដូចអត់ត្រូវមួយមិនមិនទេមិននិយាយទៅដូចយ៉ាងបាចិត្តណាសារបាក់និយាយហ្មងចឹងសំបិតមកកញ្ចក់វិញធំហ្នឹងជីសាប្រាប់ថាឲ្យមូហាក់នឹងអានសភៅមួយគាត់ទៅឲ្យមើលអ្នកបម្រើគេឲ្យមានក្តីសុខហ្មងអេមីននេះឃើញគេស្វីរបានអត់សុបាយចិត្តទេប្រាប់ហើយមូជីងសៅនឹងក៏បានសួរទៅកាន់មូហានថាតើគាត់នឹងសុខភាពគាត់នឹងមិនដែរបាននិយាយថាគាត់នឹងធូរច្រើនហើយវាថាវាអីទៀតទេហើយសលេងស្អីគេអាណាគេដំអីនៅក្រុមហ្នឹងវិញជីងសាបានប្រាប់មូហានថាមិនបាច់យកចិត្តទុកដាក់លើពួកនោះទេគាត់បាននិយាយថាអ្នកម្លៀងលីហ្នឹងគឺត្រូវបានមេដាបៃតារបស់គាត់រៀបចំឲ្យតាំងពីគាត់ហ្នឹងនៅក្មេងហ្នឹងអាយុម៉េចណាហើយក៏បាននិយាយថាអ្នកម្លៀងលូហ្នឹងគឺបងគាត់ហ្នឹងគឺឲ្យគាត់តាំងពីឆ្នាំមុនគឺឲ្យជាកដោអញ្ចឹងណាចាឲ្យជាកដោហ្នឹងគឺឲ្យស្រីតែម្ដងអញកៀងខ្លាំងមែនតើតែបើជាមិនបងដែលមកជួបគាត់មុនហ្នឹងទេគឺមិនមែនទេហើយឈ្មោះពាក្យហ្នឹងមួយលីមួយលូអញ្ចឹងបោកចូលគ្នាទៅគឺចេញលីលូតែម្ដងចាហើយរូបខ្ជូនេះក៏បានមកទៀតហើយជីងសៅគាត់បានឆ្ងល់ថាហេតុអីគាត់ហ្នឹងត្រូវទទួលយកពួកស្រីៗអស់ហ្នឹងគាត់បានស្រឡាញ់ផងហ្នឹងហើយក៏ឆ្ងល់ថាប្រពន្ធគាត់ហ្នឹងអាចនឹងខឹងអត់ហើយមូហានហ្នឹងគាត់ឆ្ងល់ថាថៃបានជីងសៅត្រូវប្រាប់គាត់រឿងហ្នឹងមូហានគាត់ថាផាជីងសៅហ្នឹងអត់ចង់ឲ្យគាត់យល់ច្រឡំហើយគាត់គិតថាការដែលបញ្ជូនស្រីៗអស់ហ្នឹងមកហ្នឹងគឺប្រហែលជាមានគោលបំណងអីហើយមូហានបាននិយាយថាវាជាសំណាងល្អណាស់ដែលអ្នកម្នាក់សងគឺជាបងប្អូនថ្លៃមួយជីងសៅអញ្ចឹងគាត់មិនអាចធ្វើជាមិនយកចិត្តទុកដាក់មួយនាងបានទេជីងសៅបាននិយាយថាមែនហើយគាត់ភ្លេចអ្នកស្រីនៅឆឹងមូហានគាត់ថាប្រហែលជាជីងសៅហ្នឹងបានចាប់អារម្មណ៍លើនាងទេហើយជីងសៅសុកគាត់ចាប់ផ្ដើមវាថាភ្ញាក់ហើយក៏បាននិយាយប្រាប់ទៅកាន់មូហានថាគាត់ហ្នឹងគឺអត់ដែរចាប់អារម្មណ៍ទៅលើម្នាក់ស្រីហ្នឹងទេគាត់យកនាងមកនៅមួយហ្នឹងគឺដោយសារតែឪពុករបស់នាងហ្នឹងគឺអាចជួយគាត់ខាងផ្នែកយោធាខាងផ្នែកធ្វើសង្គ្រាមអីហ្នឹងបានអញ្ចឹងជីសាបានគិតថាតែម្នាក់ស្រីម្នាក់ហ្នឹងវាពិតជាអស់ចិត្តថាមែនតើនៅពេលដែលគាត់មានរឿងម្នាក់ស្រីហ្នឹងបានរត់ចោលគាត់មូហានបានគិតថាប្រហែលជីសាហ្នឹងគឺមានវិបត្តិក្នុងខ្លួនគាត់អីចឹងហើយគាត់ថាជីសាគឺមានស្នាមច្រើនខ្លាំងមែនតើលើខ្លួនហើយជីសានៅពេលដែលបានប្រពន្ធគេប៉ះមុខប៉ះហើយចឹងទៅគេបានងាកមកវាថាអូយ surprise ខ្លាំងមែនតើចំម៉ែសលេងនៅក្រុមគឺថាញ៉ៃខ្លាំងមែនតើបាត់អេដមែនខ្វល់ទេដូចតែអេដមែនបាននិយាយចឹងរឿងនេះគឺវាត្រូវធានអេដមែនទេមើលបានចាគេនៅមានជាការថោបដៃពុនគេអញ្ចឹងទៅម្នាក់នោះក៏មានជាការភ្ញាក់អញ្ចឹងទៅហើយក៏បានទាញដៃរបស់គេមកវិញហើយក៏បានធ្វើការរត់ត្រយតែម្ដងហើយគាត់ក៏បានងាកមកប្រាប់ជីសាថាថ្ងៃស្អែកពួកយើងត្រូវទៅជួបម៉ែឪគាត់ហើយម៉ែឪវាយសុទ្ធតែម៉ែឪអញ្ចឹងឲ្យជីសានឹងឆាប់សម្រាប់ទៅហើយបានរត់ទៅរយតែម្ដងជីសានឹងបាននិយាយថាឲ្យចាំគាត់ហងឥឡូវភាគទី14ចាប់ហើយតោះយើងចូលភាគទី15បងប្អូនបើក្បាលមកយើងឃើញរត់តេសសេះទៀតហើយយើងឃើញពេលហ្នឹងកំពុងជាតេសសេះមួយគ្នាទៀតហើយមូហានក៏បានសេកហាសេកក៏បានហៅជីសាមកជិតគាត់ប៉ុន្តែដល់ជីសាមកជិតទៅគាត់និយាយចាញ់ជីសាក៏បានចាប់ដៃគាត់ហើយក៏បាននិយាយថាគាត់និយាយហើយនៅពេលដែលមានរឿងអីហ្នឹងគឺយើងត្រូវប្រាប់គ្នាទៅវិញទៅមកមូហានក៏បានប្រាប់ថាពេលពុករបស់គាត់ហ្នឹងគឺស្នើសុំលក់ដូរអំបិលអីមួយជីសាហ្នឹងគឺអំបិលហ្នឹងប្រហែលជាឈ្មោះជាងណាន
គឺបាច់ឲ្យជីងសៅនឹងយល់ព្រមទេឲ្យជីងសៅបដិសេធទៅជីងសៅបានគាត់ថាមានមនុស្សជាច្រើនណាស់ដែលចង់ជួយដូរអំបិលហ្នឹងមួយគាត់ជីងសៅបានគាត់ថាត្រូវហើយក្នុងជីវិតមុនរបស់គាត់ហ្នឹងអំបិលហ្នឹងក៏វាជាចំណែកមួយដែលធ្វើឲ្យគាត់ហ្នឹងមានទោសដែរអញ្ចឹងជីវិតនេះគាត់ត្រូវប្រុងប្រយ័ត្នហើយគាត់គិតថាយ៉ាងណាក៏ដោយគាត់មានមូហាហ្នឹងនៅជិតគាត់គឺមានន័យថាមូហាហ្នឹងគឺនៅតែចាំជួយផ្ដល់យោបល់ដល់គាត់និងជួយប្រាប់គាត់នៅអីដែលគាត់ខ្វះខាតជីងសៅបានសួរទៅកាន់មូហានថាតើគាត់ហ្នឹងប្រកាសថាសាននេះគឺជាឪពុករបស់គាត់ណាតែមូហាហ្នឹងគាត់ដែរខ្វល់តាំងពីការក៏បនឲ្យតាលានឹងជីងសៅហ្នឹងគួរតែលុបអាសំណួរហ្នឹងចេញពីវចនានុក្រមរបស់គាត់ទៅជប់សួរចឹងទៀតចាអាសាសួរតងាប់ទៅក៏មូហាហ្នឹងគាត់អត់ខេអត់ខ្វល់ពីគ្រួសារហ្នឹងហ្មងណាជីងសៅគាត់ឃើញមូហានអត់ឆ្លើយចឹងក៏បាននិយាយថាគាត់យល់ហើយអរគុណដែលបានជួយប្រាប់គាត់ចឹងទៅគាត់បាននិយាយថាពេលខ្លះគាត់មិនសូវចេះគិតគូរហ្មងទេមូហានបាននិយាយថាមិនបាច់បារម្ភទេដូចជាពាក្យគេនិយាយថាសំណាបយងដីស្រីគាត់សំណាបយងដីប្រពន្ធយងប្តីមែនគឺថាយើងអាចនិយាយស្រីយកប្រុសបានទេដោយសារពាក្យនេះគឺជាព្រាវទាំងពីរចាជីងសៅហ្នឹងបានស្ទុះមកឲ្យគេទេអាប៉ែហ្នឹងចឹងរហូតបាននិយាយថាឲ្យមូហានហ្នឹងនិយាយពីគ្រួសារគាត់ហ្នឹងឲ្យជីងសៅហ្នឹងស្ដាប់ទៀតមកប៉ុន្តែមូហានហ្នឹងក៏បានរុញជីងសៅចេញទៅជីងសៅនៅស្ទុះមកទៀតហើយ admin ក៏ឆ្ងល់ដែរហ្នឹងមិនមែនគឺជាមនុស្សដែលគេនិយាយថាសម្រាប់មនុស្សដូចជារបស់កំសាន្តនៅមើលឡើងខ្ជិលខ្ជួតែម្ដងចាខ្ជិលខ្ជួតែមួយពុនគេកំឡប់ពេក admin មូហានប្រាប់កាន់ជីងសៅថាវាមានអីរឿងអីត្រូវនិយាយទេដោយសារគាត់មានគ្រួសារដែលធំមួយហើយគាត់មានម្ដាយចុងជាច្រើនអ្នកជីងសៅបាននិយាយថាមើលទៅឪពុករបស់មូហានហ្នឹងដូចជារាជវង្សនៃ Marshallese អត់ដឹងadmin កាព្រមដាក់ម៉ៃឯណាមកទៅអត់ទេអូយ sorry មែនតើមូហានបានឆ្លើយថាវាប្រហែលហើយមូហានបាននិយាយថាមានមនុស្សជាច្រើនណាស់ដែលរស់នៅក្នុងគ្រួសារគោនោះគ្រួសារមូនោះចឹងឲ្យជីងសៅនឹងគាត់តែប្រុងប្រយ័ត្នទៅហើយជីងសៅនោះគ្នាក៏លុយសៅក្នុងចិត្តគាត់ថាតើពួកហ្នឹងអាចធ្វើអីគាត់បានទៅជីងសៅប្រាប់ថាមិនបាច់ឲ្យមូហានហ្នឹងបារម្ភទេឥឡូវពួកគេហ្នឹងគឺបានមកដល់មុខផ្លោងទ្វារគ្រួសារមូហើយពេលហ្នឹងក៏បានដឹកដៃគ្នាដើរចូលចឹងយើងក៏បានឃើញមេគ្រួសារមូនេះតាហ្នឹងឯងបាននិយាយថាសូមថ្វាយបង្គំជីងសៅចឹងទៅយ៉ាគេមើលមុខគ្នាមួយមូហានក៏បានញញឹមយ៉ាងពឹសពុលហើយក៏បានចាប់ដៃជីងសៅវិញក៏បានគិតថានេះគឺជាថ្ងៃដែលគាត់រងចាំណាគឺថ្ងៃដែលពួកគេនឹងឈប់មើលងាយគាត់ហើយអោនក្បាលនឹងគោរពគាត់ជីងសៅបាននិយាយថាឲ្យងើបឡើងមកចឹងវីដេអូយើងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងចាប់ពីថ្ងៃហ្នឹងតើអត់មានដឹងថាអត់មាននឹងចេញវីដេអូពេលណាទេគឺចេញតាមពេលវេលាតែម្ដងចាធានាពេលណាគឺចេញពេលហ្នឹងតែម្ដងអេមីចង់ប្រាប់ថាអ្នកគ្នាមកឃើញវីដេអូ Q&A មាននៅអត់មានបានតម្លាក់យប់មិញម៉ោង12ម៉ោង1អត់ដឹងតែសំខាន់អ្នកគ្នាចូលសួរអ្នកតិចទៅដើម្បីឲ្យវីដេអូ Q&A ដែលពេលអេមីឆ្លើយសំណួរហ្នឹងគឺវាបានវែងអញ្ចឹងថាវាខ្លីពេកក៏អត់មានហ្នឹងវាអត់ចង់ធ្វើដែរសារបើខ្លីពេកអត់ចង់ធ្វើទេអញ្ចឹងអ្នកគ្នាចូលសួរមកឬមានរឿងអីដែរអ្នកគ្នាចង់អេមីធ្វើតម្លាក់ឈ្មោះមកអេមីបើអេមីចូលទៅមើលហើយអេមីឃើញថាអូល្អមើលខ្លាំងមែនតើរឿងល្អមើលខ្លាំងមើលឲ្យចង់បោកស្រាប់ចោលអាហ្នឹងគឺ admin នឹងធ្វើរឿងហ្នឹងឲ្យអ្នកគ្នាចាតែធ្វើតែមួយណា admin select យកតែមួយឲ្យប្រាប់ហើយធ្វើច្រើនពេកហ្នឹងកើតស្ទះអារម្មណ៍ admin ឡើយ Make sure to like and subscribe